บัตรออกកង្វល់រឿងការបកប្រែនៅក្នុងកម្មវិធី Messenger ដែលជាភាសាគ្រប់ភាសាទាំងអស់ដែលបងប្អូនយកមកប្រែតោះខលពេលយូរអ្នកគ្នាចូលក្នុងកម្មវិធី Messenger ហើយកន្លែងអ្នកគ្នាចង់សរសេរហើយអ្នកគ្នាចង់សរសេរដើម្បីឲ្យធ្វើការបកប្រែជាភាសាចិនឬក៏ផ្សេងៗអ្នកគ្នាក្លេកខាងឆ្វេងមើលកន្លែងសញ្ញា4ជ្រុងនេះអ្នកគ្នាមើលខាងស្ដាំនឹងឃើញពាក្យថាបកប្រែឬក៏ជាភាសាអង់គ្លេស translate អញ្ចឹងអ្នកគ្នាចូលទៅកន្លែងនឹងតែម្ដងបាទនេះសម្រាប់ឲ្យយើងវាយហើយនឹងធ្វើការបកប្រែនេះហៅថាខ្ញុំសរសេរតើអ្នកឈ្មោះអ្វីបាទនេះខាងលើគេដាក់ what is your name តើអ្នកឈ្មោះអ្វីអញ្ចឹងអ្នកទាំងគ្នាចង់បដូរទៅជាភាសាអីក៏បានកូរ៉េក៏បានអីឬក៏ក្រិចទៅភាសាចិនក៏បាននេះចេញតែម្ដងសម្រាប់វីដេអូរបស់ខ្ញុំបាទមានប៉ុណ្ណឹងបើសិនជាបងប្អូនមានចំណុច comment នៅក្នុងវីដេអូរបស់ខ្ញុំបាទកុំភ្លេចជួយចុច follow និងចុច subscribe ឆានែល YouTube ម្នាក់មួយផងបាទអរគុណ